បងប្អូនមនុស្សដែលឯកាបំផុតមនុស្សដែលមានបទពិសោធន៍ឈឺចាប់បំផុតមនុស្សដែលធ្លាប់រងសម្ពាធខ្លាំងបំផុតមនុស្សដែលជួបទុក្ខលំបាកខ្លាំងបំផុតមនុស្សដែលជួបវិបត្តិខ្មៅងងឹតបំផុតនៅក្នុងជីវិតរបស់គាត់តែងតែធ្វើអំពើល្អសេចក្តីល្អដាក់អ្នកដទៃតែបងប្អូនអាចសួរខ្ញុំថាមិនបានអញ្ចឹងបងខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថានៅពេលដែលមនុស្សឆ្លងកាត់ការលំបាកវាច្រើនពេករឿងរ៉ាវឈឺចាប់ទុក្ខកង្វល់នៅក្នុងជីវិតវាច្រើនពេកគាត់អត់ចង់ឲ្យអ្នកដទៃមនុស្សជុំវិញខ្លួនគាត់ជួបការឈឺចាប់និងទុក្ខលំបាកដូចជាគាត់ទេដូច្នេះហើយទើបគាត់ព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការធ្វើរឿងល្អទៅកាន់អ្នកដទៃប៉ុន្តែពេលខ្លះនៅក្នុងជីវិតមួយនេះទោះបីជាយើងធ្វើរឿងល្អក៏យើងនៅតែជួបមនុស្សមិនល្អដែរអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថាអំពើល្អជារឿងដែលយើងត្រូវធ្វើតែមិនចាំបាច់រំពឹងទុកថាខ្ញុំត្រូវតែជួបមនុស្សល្អឬក៏រឿងល្អជារៀងរហូតនៅក្នុងជីវិតទេខ្ញុំស្គាល់គ្នាយើងនេះក៏ដោយសារតែតាមរយៈបណ្ដាញសង្គមនិងគេឈ្មោះតែគ្នាយើងបានរក្សាក៏ដូចជាបានបង្កើតឡើងនៅពេលកន្លងមកដែរបើសិនជាត្រូវការទូរស័ព្ទត្រូវការកុំព្យូទ័រមាននិយាយទៅបរិក្ខារអេឡិចត្រូនិកច្រើនអាចមកគ្នាយើងបានពេលខ្លះក៏យើងជួបរឿងល្អពេលខ្លះក៏យើងជួបរឿងមិនល្អពេលខ្លះក៏យើងជួបមនុស្សល្អហើយពេលខ្លះទៀតក៏យើងជួបមនុស្សមិនល្អនៅក្នុងដំណើរជីវិតយើងនឹងជួបប្រទះគ្រប់សពរឿងរ៉ាវទាំងអស់តែបងប្អូនចូលចងចាំរឿងមួយទៅមនុស្សដែលធ្វើអំពើល្អមិនមែនមានន័យថាសុទ្ធតែគាត់ជួបរឿងល្អនៅក្នុងជីវិតទេក៏មិនមែនមានន័យថាគាត់សុទ្ធតែជួបមនុស្សល្អនៅក្នុងជីវិតរបស់គាត់ដែរតែគាត់អាចជាមនុស្សឯកាបំផុតគាត់អាចជាមនុស្សដែលទទួលរងការឈឺចាប់បំផុតនាពេលកន្លងមកហើយគាត់តែងតែរំពឹងគិតថាគាត់មិនចង់ឲ្យអ្នកដទៃជួបរឿងរ៉ាវឈឺចាប់ដូចគាត់នោះទេដូច្នេះហើយទើបគាត់ធ្វើរឿងល្អសេចក្តីល្អទៅកាន់មនុស្សជុំវិញខ្លួនរបស់គាត់អរគុណបងប្អូនជម្រាបលា